ស្សាហកម្ម 2.0 បានចាប់ផ្ដើមឡើងនៅក្នុងសតវត្សទី 19 នៅអំឡុងឆ្នាំ 1870 បច្ចេកវិទ្យានេះបានរកឃើញនៅក្នុងប្រទេសអាល្លឺម៉ង់ អាមេរិក និងចក្រភពអង់គ្លេស ប្រវត្តិវិទូមួយចំនួនបានដាក់ឈ្មោះដំណាក់កាលនៃបដិវត្តន៍នេះថាបដិវត្តន៍បច្ចេកវិទ្យាឬ Technological Revolution ដែលដំណើរការរោងចក្រឧស្សាហកម្មដើរដោយថាមពលអគ្គិសនីទស្សនិកជននៅវីដេអូនេះយើងនឹងស្វែងយល់អំពីបដិវត្តន៍ឧស្សាហកម្ម 2.0 ទាំងអស់គ្នាចំណុចពិសេសនៃឧស្សាហកម្ម 2.0 គឺជួយឲ្យដំណើរការផលិតកម្មទ្រង់ទ្រាយធំឬ Mass Production ដំណើរការកាន់តែងាយស្រួលនៅអំឡុងពេលនោះដែរខ្សែសង្វាក់ផលិតកម្មតាមដំណាក់កាលឬ Assembly Line ត្រូវបានបង្កើតឡើងជាលើកដំបូងហើយបានជួយបង្កើនគុណភាពក្នុងការផលិតទ្រង់ទ្រាយធំនិងមានលក្ខណៈស្តង់ដារនៅឆ្នាំ 1901 លោក Ransom E. Ohl បានបង្កើតឲ្យមានខ្សែសង្វាក់ផលិតកម្មតាមដំណាក់កាលឬ Assembly Line មុនដំបូងគេបង្អស់នៅលើពិភពលោកបានផលិតរថយន្ត Oldsmobile យ៉ាងតិច20គ្រឿងក្នុងមួយថ្ងៃក្រោយមក Henry Ford ត្រូវបានគេស្គាល់ថាជាមនុស្សដំបូងដែលនាំឲ្យមានផលិតកម្មទ្រង់ទ្រាយធំឬ Mass Production ដែលលោកបានបង្កើតឲ្យមានប្រព័ន្ធផលិតរថយន្តតាមរបៀបថ្មីហើយរថយន្តទាំងអស់ត្រូវបានផលិតឡើងតាមជំហាននៅលើខ្សែក្រវ៉ាត់ដឹកជញ្ជូនហើយការបង្កើតថ្មីនេះធ្វើឲ្យគេផលិតរថយន្តបានកាន់តែលឿននិងច្រើនជាងមុនហើយមានតម្លៃសមរម្យទន្ទឹមនឹងការបង្កើតថ្មីរបស់គាត់លោក Henry Ford ត្រូវបានគេចាត់ទុកថាគឺជាបិតានៃការផលិតរថយន្តទ្រង់ទ្រាយធំនៅលើពិភពលោកនៅក្នុងឧស្សាហកម្ម 2.0 បច្ចេកទេសនិងកម្មវិធីផ្សេងៗជាច្រើនត្រូវបានបង្កើតឡើងដើម្បីបង្កើនគុណភាពផលិតផលនិងគ្រប់គ្រងដំណើរការផលិតកម្មនិងកម្មករឲ្យកាន់តែប្រសើរឡើងបច្ចេកទេសទាំងនោះរួមមានដូចជាគោលការណ៍ Land Manufacturing ការបែងចែកធនធានឬ Allocation of Resource យុទ្ធសាស្ត្រផលិតឲ្យទាន់ពេលវេលា Just in Time Manufacturing Strategy និងការបែងចែកការងារឲ្យកាន់តែប្រសើរឬ A Better Division of Labor នៅក្នុងឧស្សាហកម្ម 2.0 នេះបច្ចេកវិទ្យាជាច្រើនត្រូវបានបង្កើតឡើងប៉ុន្តែទិដ្ឋភាពសំខាន់ចំនួន2ដែលគេចាប់អារម្មណ៍បំផុតនោះគឺការប្រើប្រាស់ថាមពលអគ្គិសនីនិងដែកថែបនៅក្នុងរោងចក្រឧស្សាហកម្មការប្រើប្រាស់ថាមពលនៅក្នុងដំណើរការផលិតកម្មបានជួយជំរុញឲ្យការផលិតទំនិញបានកាន់តែច្រើនក្រៅពីនេះគេបានរកឃើញទូរលេខទូរស័ព្ទនិងពង្រីកប្រព័ន្ធផ្លូវដែកឲ្យបានកាន់តែទូលំទូលាយដើម្បីជំនួយដល់វិស័យដឹកជញ្ជូនការទំនាក់ទំនងនិងបញ្ជូនព័ត៌មាននៅវីដេអូបន្ទាប់យើងនឹងស្វែងយល់លម្អិតអំពីឧស្សាហកម្ម 3.0